រៀបបង្កើតអ៊ីមែលដល់ខ្លួនឯងដោយមិនចាំបាច់ឲ្យជាបង្កើតឲ្យនាំទៅអស់លុយច្រើនតឥឡូវនេះយើងចូលទៅកាន់គ្នាបងប្អូននេះគឺជាកម្មវិធីរបស់ខ្ញុំចុចមួយណាក៏បានដែរទៅព័ត៌មាននេះហើយហូបចុចលើ Google ហើយយើងចុចលើរូបគណនីរបស់យើងនេះមកចុចកន្លែងបដូរគណនីចុចបដូរគណនីហើយចុចបញ្ចូលគណនីផ្សេងហើយចុចលើ Google កន្លែងបង្កើតអ៊ីមែលចឹងណាឃើញរូបនេះហើយបងខ្ញុំចាំភ្លេចសិនហើយចុចបង្កើតគណនីគឺបង្កើតគណនីនេះហើយបងសូមចុចកន្លែងទី1សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំបាទបងប្អូនចុចមកហើយនេះជាកន្លែងដាក់ឈ្មោះGmail របស់យើងនេះហើយខ្ញុំដាក់ឈ្មោះយ៉ាងម៉េចក៏បានដែរស្អាតចិត្តរបស់យើងហើយខ្ញុំដាក់ឈ្មោះតាមផងខ្ញុំដាក់ A ហើយ I ដាក់ខ្ញុំដករូបនេះចឹងដាក់ I E N ខ្ញុំដាក់ពីទៀតឈ្មោះណាហើយឥឡូវនេះវិញហ៊ុនចង់ដាក់ដូចបានឬក៏ដូចបាននឹងដាក់ស៊ីតចឹងតែឥឡូវចុចបន្ទាប់ហើយនេះជាកន្លែងឆ្នាំបញ្ចូលថ្ងៃឆ្នាំកំណើតនិងភេទរបស់យិត្តអ្នកហ៊ុនអាចចង់ដាក់មិនច្បាស់ណាខ្ញុំតាមខ្ញុំក៏បានហ៊ុនចុចមកដាក់ពីដាក់ខ្សែទឹកចិត្តរបស់យើងមកហ៊ុនកាត់ឆ្នាំណាដាក់ទៅខ្ញុំដាក់2000ដាក់ឆ្នាំ2000ហើយអានេះខ្ញុំភេទប្រុសចុចបន្ទាប់ហើយនេះជាកន្លែងឈ្មោះរបស់អ៊ីមែលរបស់យើងអាទី3ហ្នឹងគឺចង់អាទី3ហ្នឹងដាក់ឈ្មោះខ្លួនឯងក៏បានឬក៏ដាក់ឈ្មោះតាមគេក៏បានដែរលេខសម្រាប់ឈ្មោះតាមគេចុះនេះជាកន្លែងបំពេញ password លេខកូដអ៊ីមែលរបស់យើងអាចចុចបំពេញ password ខាងហ្នឹងហើយបងប្អូនអាចដាក់ password នឹងឲ្យរឹងមាំមិនដាក់ទៅឲ្យកុំឲ្យមានអ្នក hack យកបានឥឡូវខ្ញុំដកពីសិនដាក់ចេះវិញដើម្បីឲ្យវារឹងមាំទៅអត់មានគេអាច hack បានហើយចុចបន្ទាប់មកហើយនេះគឺជាកន្លែងបង្កើតអ៊ីមែលរបស់យើងគឺជាការស្រាវជ្រាវខ្ញុំទៅថតទុកក៏បានដែរហើយចុចខ្ញុំយល់ព្រមចុចទៅក្រោមនេះចុចខ្ញុំយល់ព្រមសូមចាំមួយ present បាទហើយរួចជាការ search ហើយយើងចូលមកនេះយើងបើអត់ឃើញមួយលេខអូហើយចូលសាមីវាអត់ទាន់ដល់សូមអូហើយចូលសាមីសិនឥឡូវយើងអូចោលអាពេលនេះចោលហើយចូលសាមីនេះបាននេះឥឡូវយើងបានបង្កើតដល់ជោគជ័យហើយបងប្អូនកុំភ្លេចចុច like ចុច share ដើម្បីទទួលបានវីដេអូថ្មី